ពួកអាជនអត់របៀបហ្នឹងណាដឹងថាវាមានរឿងអីជាមួយរ៉ានុតទេបានជាវាហ៊ានចូលមកលុកដល់ស្កយវាឡើងអញ្ចឹងសាហាវមែនណាសង្ស័យជារឿងដណ្ដើមស្រីគ្នាទៅដឹងហ៎ណែសវុតអញមិនចេះអាស្មានណាក្នុងសាលានេះណាក៏ដឹងថារ៉ានុតសង្ស័យបោះសេពេចដែររឿងអីដែលរ៉ានុតទៅញញ៉ៃជាមួយស្រីពួកអាជនរបៀបអស់ហ្នឹងរៀនបិទមកឲ្យចិត្តខ្លះទៅហើយវាការងារស្អីពួកឯងដែលត្រូវលើកយករឿងអាម្នាក់នោះមកវែកញែកយើងស្រាប់គ្រាន់តែនិយាយផងក៏មិនបានណាធ្វើឯងកាត់ទុកអីណាធ្វើដោយរឿងហ្នឹងណាវាជាអ្នកបកលឡើងអញ្ចឹងណែបើសិនជារឿងហ្នឹងអាយុជាអ្នកបកកើតមែនណាតែពីអ្នកឯងឆ្ងល់ចឹងអាយុវារឿងនេះជារឿងសម្រាប់ពួកឯងជាមិត្តភក្តិរបស់យើងបានជាយើងប្រាប់អញ្ចឹងហាមមាត់អត់គម្របឲ្យសោះកាពិតវាអញ្ចឹងសោះណែគ្នាមើលទៅមនុษย์ដូចជាមិនសូវស្រួលមិនដឹងទេអូហើយមិនស្រួលមិនគឺពួកឯងមានសង្កេតឃើញទេថ្ងៃដែលបង្យុទ្ធលងទឹកបងនុษย์ហក់ទៅជួយហើយបារម្ភហើយយកបង្យុទ្ធទៅទីពេទ្យទៀតដល់ថ្នាក់បង្យុទ្ធធ្វើអាក្រក់ដល់ថ្នាក់នឹងហើយបងនុษย์នៅតែមិនប្រកាន់ខឹងទៀតណារឿងហ្នឹងហើយដែលធ្វើឲ្យគ្នាសង្ស័យមិនគឺសង្ស័យថាបងនុษย์ហ្នឹងស្រឡាញ់ប្រុសដូចគ្នាហ្នឹងបងនុษย์មិនមែនជាមនុស្សប្រុសស្រឡាញ់ប្រុសដូចគ្នាដូចអ្វីដែលឯងគិតទេបងនុษย์សង្ស័យរបស់សេពេញអញ្ចឹងហើយអាយបញ្ជាក់ប្រាប់ថាគាត់ជាមនុស្សប្រុស 100% ឯងបើផាសង្ស័យបងនុษย์ក៏មិនខុសដែរពួកអីកាប់កិរិយារបស់បងនុษย์មានចំពោះបងយុទ្ធវាដូចជាមានទម្ងន់ពេកបងនុษย์មិនមែនចង់ត្រាស់ដឹងពីព្រះណាហើយចាំបាច់ទៅធ្វើល្អអីដល់ថ្នាក់ហ្នឹងបងយុទ្ធធម្មតាមនុស្សរមែងមានការខឹងគុំគួនអីអើយតែនេះអត់សោះបើនិយាយចឹងគឺត្រូវមួយយ៉ាងដែរប៉ុន្តែចំពោះគ្នាទឹកមុខទឹកចិត្តកាយវិការដែលបង្នុតគាត់បង្ហាញចំពោះបងយុទ្ធវាអាចជាមនោសញ្ចេតនាបែបមិត្តភាពឬភាពជាបងប្អូនច្រើនជាងបងនុតគឺជាមនុស្សមានគុណធម៌ខ្ពស់ទង្វើល្អរបស់គាត់គឺធ្វើចំពោះមនុស្សទូទៅគ្រាន់តែពេលខ្លះពួកយើងមិនដឹងចុះគាត់ធ្វើល្អចំពោះពិសីមិនក៏ពួកឯងមិនគិតថាគាត់នឹងមានចិត្តលើពិសីផងចំពោះពិសីគឺវាខុសគ្នាពិសីជាជនរងគ្រោះដោយសារមនុស្សបង្នុតធ្វើល្អដាក់ពិសីជារឿងធម្មតាយើងមិនអាចកាត់នៃអីផ្សេងបានហើយបានហើយថ្ងៃក្រោយពួកឯងកុំទៅដឹងទេថាមនុស្សជាមនុស្សប្រុសបែបណាយើងចង់ទៅមើលយុទ្ធទៅមកពីណាហ្នឹងម៉ោងជាង11ណាខ្ញុំមកពីដើមលេងជាមួយនឹងមិត្តភក្តិគួយចុះសិនប៉ាមានរឿងនិយាយតិចអរគុណអូនយុទ្ធមករយៈនេះប៉ាអាសាឃើញកូនដើរលេងយប់ណាហើយពេលត្រឡប់មកវិញថ
em thì chụp lần ra thì phong sập hớ cả con mà đại khơi mờ và lâm bạt vẽ cả đà tiết tư mà đọt tia cắt bằng thoi khla thành đấng con pro pel nè mình men chỉ pel á đại con trâu sai cục bật phệ đa phật si sờ bài nụ tê cứ chỉ pel đại con trâu khật khom riêng sốt có chùm này pel ọt phải giờ tràn pel con bây giờ sẽ đai cáo nèខ្ញុំអរគុណប៉ាខ្ញុំដឹងតែត្រូវធ្វើយ៉ាងម៉េចហើយតែខ្ញុំក៏ត្រូវការពេលវេលាដើម្បីសម្រាប់លំហែខួររបស់ខ្ញុំខ្លះដែរហើយប៉ាចង់ឲ្យខ្ញុំត្រឡប់មកផ្ទះពីព្រលប់ទៅបើមកផ្ទះម្ដងណាមិនដែលជួបប៉ាផងហ្នឹងយត់បានហើយកូនយត់កូនដឹងអញ្ចឹងល្អហើយព្រោះប៉ារវល់នៅខាងក្រៅផ្ទះមិនសូវបាននៅផ្ទះជាប់លាប់នោះទេចឹងហើយបានប៉ាចង់ឲ្យកូននៅផ្ទះមើលការខុសត្រូវចំនួនប៉ាបើប៉ាមិននៅហើយកូនក៏មិននៅទៀតនោះតើបានអ្នកណាមើលថែម៉ាក់ឯងហើយកូនក៏ដឹងដែរថាសុខភាពរបស់ម៉ាក់កូនវាយ៉ាងម៉េចយត់កូនធំហើយណាតិចទៀតកូនត្រូវមានប្រពន្ធមានកូនពេលនោះកូននឹងដឹងថាគេភាពជាប្តីគេវាគឺជាម្រេចធ្ងន់ប៉ុណ្ណាតែប៉ាក៏ត្រូវប្រើពេលវេលាដើម្បីគ្រួសារយើងខ្លះដែរខ្ញុំមកសល់តែមួយឆ្នាំទៀតទេប៉ាខ្ញុំក៏អាចរកប្រាក់ដើម្បីមកផ្គត់ផ្គង់ក្រុមគ្រួសារយើងបានដែរតែអ្វីដែលខ្ញុំចង់បាននោះខ្ញុំចង់ឲ្យក្រុមគ្រួសារយើងរស់នៅបានជួបជុំគ្នានោះខ្ញុំសប្បាយចិត្តណាស់ទៅហើយកូននិយាយត្រូវហើយប៉ុន្តែពេលឥឡូវនេះប៉ាមិនទាន់ដកខ្លួនបានទេព្រោះមានការងារច្រើនណាស់ដែលត្រូវឲ្យប៉ាដោះស្រាយផងណាក៏ប៉ាយករឿងការងាររបស់ប៉ាជាធំដែរយត់បានណាកូននៅក្នុងក្រុមហ៊ុនណាពិតជាមានការងារស្មុគស្មាញច្រើនមែនកូនកុំថាឲ្យប៉ាអញ្ចឹងណាទ្រព្យសម្បត្តិនេះប្រាក់គឺវាសំខាន់ណាស់សម្រាប់មនុស្សម្នាក់ៗតែពេលខ្លះឬក៏កលៈទេសៈខ្លះនោះក៏វាមិនអាចយកលុយកាក់ទ្រព្យសម្បត្តិទៅទិញរបស់ដែលបាត់បង់ទៅហើយនោះដែរឥឡូវនេះខ្ញុំមានអារម្មណ៍ថាត្រឹមតែបព្រិចភ្នែកសោះខ្ញុំដូចជាបាត់បង់អ្វីគ្រប់យ៉ាងនៅពេលដែលគេជ្រៀតចូលក្នុងជីវិតរបស់ខ្ញុំនោះយល់នេះគឺមកពីកូនទេកូនបើសិនជាកូនបើកចិត្តឲ្យទលាបន្តិចគិតឲ្យបានវែងឆ្ងាយកូននឹងយល់ថាប៉ាខំរាល់ថ្ងៃនេះដើម្បីអ្វីហើយដើម្បីអ្នកណាគេបើកចិត្តឲ្យទលាខ្ញុំសុំទោសណាប៉ាខ្ញុំមិនមែនជាប្រវេសដរទេប៉ាដែលត្រូវប្រទានឲ្យអ្នកនេះបន្តិចអ្នកនោះបន្តិចខ្ញុំក៏ត្រូវការសេចក្តីសុខផ្ទាល់ខ្លួនរបស់ខ្ញុំដែរកូនត្រូវការសេចក្តីសុខមែនទេយុទ្ធតែឯងមានភាពមហិច្ឆតាខឹងក្រោធឆេវឆាវមីនេះតើកូនបានសេចក្តីសុខមកពីណាយុទ្ធខ្ញុំក៏មិនដឹងតែខ្លួនខ្ញុំហេតុអីបានអញ្ចឹងនោះដែរប្រហែលជាមកពីមជ្ឈដ្ឋានជុំវិញខ្លួនរបស់ខ្ញុំហ្នឹងល្អតាយុទ្ធឥឡូវកូនចេះច្រើនហើយដល់ថ្នាក់ប៉ានិយាយលេងស្ដាប់ហើយពាក្យសម្ដីប៉ាមួយម៉ាត់សុទ្ធតែខុសទាំងអស់ល្អតាកូនក៏ប៉ុន្តែ
ប៉ាសូមប្រាប់កូនថាអញ្ចេះ សង្កលវិញជាលៃដើមកំណើតស្នេហ៍ដឹងហ៎ហើយចុះកូនយុទ្ធគេគេងនៅ នៅឯបង ប៉ុណ្ណាគេងមុនណា ចា ជួនគ្រាល្អមែន ហើយមកតែឯងហ្នឹង អូថ្ងៃនេះមកមួយទៀតទៅហ្នឹងហើយថ្ងៃនេះជួបជុំគ្រួសារល្អមែន ហ្នឹងនេះកូនប្រុសរបស់គ្នារនុតទៅមកពីពងចាមហើយគេហៅឯងពីរនាក់ម៉ាក់គេហ្នឹងមកប៉ាវបាយ អាចដូចឯងនៅពីផ្លោះទៀត ចាញ់ឯងទេ អូអត់ចាស់ហើយនេះឯងរកយើងសិន អរគុណ ញ៉ាំជាវនេះ ហ្នឹងថ្ងៃក្រោយជួយខ្ញុំចាំបាយទៅបានទេបាទ វាជាសិទ្ធិរបស់យើងមានអ្នកណាអាចបង្ខំយើងបានទេបើយើងអារម្មណ៍ល្អយើងនឹងទៅមែនខ្ញុំចំណានវាជាគូប្រជែងរបស់ខ្ញុំចុងក្រោយវាទៅដើមប៉ា
ទៅដល់ម៉ាក់ខ្ញុំប៉ាម៉ាក់គិតមើលថាខ្ញុំអាចទ្រាំបានអត់ចឹងខ្ញុំមានតែធ្វើតាមវិធីហ្នឹងមិនបានឯងយល់ថាប្រានុតគេមកទៅដល់ប៉ាទៅដល់ម៉ាក់ឯងទៅវិញលោកប៉ាគិតមើលខ្លួនឯងទៅប្រានុតគេស្រឡាញ់ប៉ាគេស្រឡាញ់ម៉ាក់របស់ឯងហេតុអីបានជាឯងបែកជាខឹងនឹងគេទៅវិញប្រានុតគេគ្មានគំនិតមកទៅដើមប៉ាទៅដើមម៉ាក់ស្អីរបស់ឯងនោះទេក្នុងភ្នែករបស់ឯងរៀនមើលមនុស្សក្នុងផ្លូវល្អខ្លះផងកុំមួយម៉ាត់ណាគេជាគូប្រជែងរបស់ឯងរហូតនោះព្រោះការពិតវាគឺអញ្ចឹងយត់ណាធ្វើជាមនុស្សកូនត្រូវតែមានគំនិតសុខចិត្តនិយមខ្លះផងបើសិនជាកូនគិតថាមនុស្សម្នាក់ហ្នឹងគឺជាគូប្រជែងរបស់កូនជននោះគេនឹងជាគូប្រជែងរបស់កូនរហូតហើយតែបើសិនជាកូនគិតថាគេម្នាក់នោះគឺជាប្អូនគឺជាមិត្តរបស់កូនទៅវិញភាពជាមិត្តនិងភាពស្ងប់សុខមិនក្តៅក្រហាយក៏វាស្ថិតនៅលើកូននោះដែរអាយុប៉ាកូននិយាយត្រូវហើយកូនគួរតែរៀនបាច់ចាក់ឲ្យទៅរៀនតិចទៅណាទទួលយកប្រាណជាប្អូនផងទៅនោះជីវិតរបស់កូនអ្នកនឹងប្រសើរជាងនេះបន្ទាប់ពីកូនអ្នកមានប្អូនប្រុសម្នាក់គេកូនធ្លាប់ប្រាប់ម៉ាក់ថាកូននេះចង់បានប្អូនប្រុសម្នាក់ដែរនោះបើអ្នកនោះទេខ្ញុំអាចពិចារណាបានតែបើចំពោះវាម៉ាក់កុំសង្ឃឹមវាសោះតែខ្ញុំអាចចាត់ទុកអ្នកជាប្អូនប្រុសឬក៏ជាមិត្តភក្តិបាននោះយត់សង្កល់វិញជាលែងដើមកំណើតចង់កែប្រែគេឲ្យខ្លាចជាមនុស្សចិត្តត្រជាក់គឺពិបាកខ្លាំងណាស់ហើយមកចង់ផ្លាស់ប្ដូរគេឲ្យមកទទួលស្គាល់រនុតជាប្អូនប្រុសម្នាក់នេះគឺរឹតតែមិនអាចទៅរួចទៅទៀតទុកឲ្យពេលវេលាជាអ្នកផ្លាស់ប្ដូរគេទៅចុះHãy miệng thôi với. Đừng say ai chứ. Miệng, mà mẹ.
ពេលនេះរឿងបងនុតនិងបងយុទ្ធរួមជាមួយនឹងនាងមន់ស្រែហ្នឹងមុខជាក៏កើតពេញពិភព Facebook ហើយពួកឯងចាំមើល វាទៅតែអញ្ចឹងហីចាំមើលនាងមន់ស្រែហ្នឹងវាអាម៉ាស់មុខយ៉ាងម៉េចហើយឈឺខ្លួនហើយនៅអាម៉ាស់មុខទៀតចាំមើលវាគិតយ៉ាងម៉េចហើយ រចនាឯងពូកែចំណងជើងដែលឯងបានប្រហោះទៅអ្នកណាក៏ចាប់អារម្មណ៍ដែរ នេះហើយតែមានភាសាអង់គ្លេសភាសាខ្មែរទៀត សង្គ្រាមស្នេហ៍ត្រីកោណនិស្សិតស្រីម្នាក់ស្រឡាញ់ប្រុសពីរនាក់ក្នុងពេលតែមួយធ្វើឲ្យមានការវាយតប់គ្នារំជួយពេញសាកលវិទ្យាល័យអូយអច្ចារ្យ អូយមុននេះមានតែបង្ខំរូបបងនុតបងយុទ្ធហើយនឹងនាងមន់ស្រែនោះទៀតអ្នកណាមើលទៅក៏ដឹងថានាងអាក្រក់ដែរពេលនេះយើងយកផ្ទះវិបានហ្នឹង មែនហើយជាពិសេសគឺវីដេអូឃ្លីបដែលជនពៀដេញវាយបំណត់គឺអស្ចារ្យម្ដងនេះនាងមន់ស្រែនោះរើខ្លួនយ៉ាងម៉េចក៏មិនរួចដែររចនាឯងពូកែលេងមួយក្បាច់នេះគឺរឿងជួយពេញសាកលវិទ្យាល័យទាំងអ្នកណាក៏ដោយឲ្យតែហ៊ានប៉ះពាល់ដល់យើងមិនលើកលែងឲ្យដាច់ខាតចង់សាក់ជាមួយរចនាពិតជាមិនអាចទៅរួចមើលឲ្យមើលម្ដងមកឥឡូវគេដោះស្រាយមិនជាមួយសិពេចរឿងនេះមិនតូចតាចទេឲ្យប្រកាសជាមានបញ្ហាច្រើនជាមួយនាងនេះនិយាយត្រូវសិពេចប្រកាសជាមិនព្រមទទួលយករឿងហ្នឹងរឿងសិពេចនេះចេះដោះស្រាយហើយព្រោះសិពេចជាមនុស្សយល់ហេតុផលនាងមិនចេះជឿគេផ្ដែប៉ុន្តែរឿងតែសំខាន់គឺពិសីវិញនាងគឺជនរងគ្រោះទាំងផ្លូវកាយហើយឥឡូវបែរជាមករងគ្រោះផ្លូវចិត្តទៀតខ្ញុំមិនដឹងនាងខ្លាំងគ្នារកឃើញអ្នកផលរូបហ្នឹងហើយវាឈ្មោះកលាបខ្មៅតែមិនដឹងថាជាអ្នកណាគេទេកុំឲ្យជួបមុខឲ្យសោះបើជួបមុខផ្ទះពីបៃដៃអស់ចុះបោះប៉ូលីសឲ្យដេកផ្ទះមុខពីថ្ងៃលេងបាននេះនឹងតាមរកថាកលាបខ្មៅហ្នឹងជាអ្នកណាគេកុំសង្ឃឹមថាដឹងឲ្យសោះថាកលាបខ្មៅនោះគឺជាអ្នកណាកាលពីពួកយើងធ្វើទៅលើនាងចន្ទថនណាអញក៏ដាក់ឈ្មោះថាជាបុប្ផាពឹសហើយនៅពេលនេះក៏បានបដូរឈ្មោះទៅវិញថានាងកលាបខ្មៅអានេះក៏ជាវិធីល្អដែរត្រូវហើយយើងជាអ្នកបំបែកឈ្មោះនេះឲ្យបានច្រើនដើម្បីបំបែកការសង្ស័យរបស់គេកុំឲ្យគេដឹងថាយើងអ្នកធ្វើមែនហើយបើយើងប្រើឈ្មោះតែមួយនៅពេលដែលជួបបញ្ហាយើងមិនមានទោសធ្ងន់ហើយមិនអាចរើខ្លួនរួចទេវាគ្មានថ្ងៃហ្នឹងទេអ្នកដែលគេលេង Facebook សាហាវជាងយើងទៀតគ្មានអ្នកណាអាចធ្វើគេបានទេគ្រាន់តែប៉ុណ្្នឹងវាគ្មានអីយើងព្រឺសម្បល់ចង់ដឹងណាស់បើស្រីពេជ្រនោះគេដឹងពីរឿងនេះតើគេមានអារម្មណ៍បែបណាចំពោះព័ត៌មាននេះខ្ញុំមានអារម្មណ៍ថាធម្មតាថាម៉េចគេល្បីពេញទាំងក្នុង Facebook ទៅហើយឯងនៅគិតថាធម្មតាទៀតឯងអត់អីទេឬមួយក៏មាត់ថាមិនអីតែក្នុងចិត្តក្តៅក្រហាយទៅវិញខ្ញុំស្គាល់មនុស្សច្បាស់មនុស្សជាមនុស្សបែបណាខ្ញុំអាចដឹងចំណែកពិសីវិញថ្មីមកខ្ញុំស្គាល់នាងបានរយៈពេលខ្លីមែនប៉ុន្តែខ្ញុំអាចដឹងថាចរិតនាងជាមនុស្សបែបណានាងមិនមែនជាប្រភេទមនុស្សស្រីដូចក្នុង Facebook គេនិយាយទេហើយនាងមួយបងនុតគ្រាន់តែរាប់អានគ្នាជាមិត្តធម្មតាហើយការរាប់អាននេះខ្ញុំក៏ដឹងដែររឿងនេះច្បាស់ជាមានគេចង់បង្ខូចគេឈ្មោះរបស់ពិសីឲ្យមកទៅតើអ្នកណាទៅណដែលបង្កើតអារឿងឈួតនេះឡើងមកគឺក្រុមកលាបខ្មៅចុះក្រុមកលាបខ្មៅនឹងជាអ្នកណា
គឺអូនមែនទេ ឆាប់ឡើងដៃខ្ញុំភ្លាមខ្ញុំមិនស្គាល់កន្លាប់សក់កន្លាប់ខ្មៅស្អីហ្នឹងឯងអូនប្រយ័ត្នទៅទេហ៎ កុំប្រកែកជាមួយបងក្នុងចិត្តអូនធ្វើអីខ្លះខ្លួនឯងដឹងច្បាស់ហើយ ព្រមទទួលតាមផ្លូវច្បាប់តែបើបងគ្មានទេកុំប្រាក់កម្លាំងបាយដាក់ខ្ញុំចឹងវាមិនសមលែងភ្លាម ថ្ងៃនេះគ្មានបតាំងតែថ្ងៃក្រោយវាប្រកាសជាមាន បើចង់ចាប់សត្វពស់មួយក្បាលក៏ត្រូវតែមានក្បួនវាដែរតែបើបងចង់ចាប់ប្រទេសប្រដាស់ពស់វានឹងចឹកបងវិញដល់ពេលនេះកុំថាពស់វាសាហាវ គ្នាឆ្ងល់ឯងចាំបាច់យករឿងទៅប្រាប់ផ្សេងស្អីឯងនឹងថានាងរកសម្ពាធបែបណាអត់ ឲ្យគ្នាសុំទោសណាព្រោះអីគ្នាវាទ្រាំមាត់បានហ្នឹងទៅប្រមូលមាត់និយាយទៅ យល់លេងហ្នឹង មើលបងផ្ដាំមួយម៉ាត់មកដឹងឡើយណា ប្រាប់គេដឹងឲ្យហើយទៅក៏ល្អដែរ ខេម៉ែគេនិយាយត្រូវហើយម្យ៉ាងទៀតពួកយើងក៏មិនអាចទប់ចិត្តឲ្យស្ងប់បានដែរពួកម៉ែមានរឿងប៉ុណ្ណាណីពួកយើងបាយចំណងគ្នាអត់និយាយហើយថែមតែទៅសម្ដែងមុខពិសីទៀតថាដេកមាននឹងអីកើតឡើងអញ្ចឹងធ្វើអញ្ចឹងនៅតែមានអារម្មណ៍ថាខុសឆ្គងចំពោះពិសីអត់តែខ្លាំងហើយមិនអញ្ចឹងហី ឯងនិយាយត្រូវប៉ុន្តែអ្វីដែលខ្ញុំបារម្ភគឺសុខភាពរបស់វិស័យ សង្កលវិជ្ជាល័យដើមកំណើតស្នេហ៍ ខុសរឿងអាក្រក់របស់វិស័យនៅក្នុង Facebook ឯងនិយាយត្រូវឲ្យគ្នាសុំទោសគ្នាផ្លាត់មាត់និយាយគ្នាបានគិតទម្រាំតែពិសីជាអ្នកជំងឺវិញហើយថែមតែសុខភាពអត់ទាន់រឹងមាំទៀតហើយជាជនរងគ្រោះក្នុងរឿងនេះទៀតនេះតែពិសីទៅជាយ៉ាងណាទៅនោះ អូយយ៉ាងណារឿងហ្នឹងវាចប់ហើយទូយើងចង់បកក្រោយក៏មិនបានដែរបញ្ហាដែលល្អពេលនេះមានពួកយើងទៅនិយាយលួងលោមហើយលើកទឹកចិត្តអាស័យកុំឲ្យគិតច្រើនទៅពេលនេះពួកយើងទាំងអស់គ្នាសំខាន់ណាស់សម្រាប់គេតោះ មួយជីវិតរបស់ខ្ញុំមិនដែលមានចិត្តផ្ដោតទានឈ្នានីសនឹងធ្វើបាបអ្នកណាសូម្បីតែក្នុងការគិតខ្ញុំខំព្យាយាមកសាងអំពើល្អអស់ពីលទ្ធភាពហើយហេតុអីបានជីវិតរបស់ខ្ញុំជួបតែរឿងអកុសលសោកហើយម្ដងទៀតដូចនេះតែខ្ញុំខកអីបានជាផ្ដំទានជីវិតរបស់ខ្ញុំហើយនេះ ឥឡូវឯងនៅនឹងឯណាគ្នាទៅមើលសម្រាប់តិចចូលទៅមើលពិសីទៅចាំអូខេ អ
អញ្ចឹងវាគ្មានដំណោះស្រាយទេត្រូវហើយពួកយើងគួរតែនាំគ្នារកវិធីដើម្បីលើកទឹកចិត្តពិសីគួរណានាំគ្នាមកសង្ងំយំនឹងឯងគ្នាគ្មានភាពក្លាហាននិងកម្លាំងចិត្តឯណាទៅលុំលោមពិសីឯងបើសូម្បីតែគ្នាពេលនេះនោះក៏មានស្ថានភាពដូចពិសីដែរនោះមានខេម៉ានៅជាមួយពិសីហើយពិសីនឹងអាចបំបត្តិទុកបានខ្លះហើយសង្ឃឹមថាអញ្ចឹងចុះបើនៅជប់យំអមអីចាប់ពីថ្ងៃនេះទៅនឹងលែងមានរឿងអីកើតឡើងចំពោះឯងទេឯងសង្ឃឹមចុះគ្នាអត់គិតអីប្រេះប្រដាទេចំពោះរឿងនេះពីដំបូងគ្នាពិបាកទទួលយកភ្លាមតែពេលនេះរឿងនេះមិនមែនសំខាន់សម្រាប់គ្នាទេអ្វីដែលសំខាន់សម្រាប់ជីវិតគ្នាគឺការរៀនសូត្រពុកម៉ែរបស់គ្នាគាត់ប្រឹងប្រែងគាត់ពិបាកណាស់តម្រូវមានថ្ងៃនេះគឺឯងនិយាយចឹងគ្នាសប្បាយចិត្តបើសម្រាប់គេឮឯងអញ្ចឹងមិនដឹងថាគេសប្បាយចិត្តយ៉ាងណានេះជារឿងរបស់ឯងតែគេហត់តែភ្នែកបន្តិចគេជឿចិត្តជាងឯងទៅទៀតអរគុណពួកឯងខ្លាំងណាស់ឯងមិនទុកក្នុងចិត្តទេមិត្តភក្តិជួយគ្នាជារឿងធម្មតាតានិយាយចឹងហើយឯងគិតមើលជាមួយរឿងដែលគេមកខូចឈ្មោះឯងតាម Facebook ហ៎ត្រូវចំណាប់ជាជាមួយក្រុមនៃរចនានោះកុលាប់ខ្មៅនេះគ្មានណាឯងក្រោយក្រុមពួកវាហើយឯងទៅធ្វើមិនបើពួកយកមិនហើយតាមផងហ្នឹងចំហនិយាយត្រូវពួកឯងចាំតែមើលយ៉ាងហោចណាស់ក៏បានបដៅវាចេញខ្លាំងដែរយល់ទេពេលមកសួរសុខទុក្ខខ្ញុំបានមិនអីទេនិយាយអញ្ចឹងថ្ងៃណាចេញពីមន្ទីរពេទ្យគឺថ្ងៃស្អែកនេះហើយនេះប្រកាសដែរថាអាចចេញពីមន្ទីរពេទ្យបានខ្ញុំអស់អីហើយចុះបញ្ហាផ្លូវចិត្តហ៎ញ៉ាំដល់កូរ៉េណាមួយអូខេទេតាមពិតទៅពិសីមិនជួយខ្ញុំធ្វើដូចនឹងសាមែននិយាយទេសាមែននិយាយបំភ្លឺឬក៏មិនបានធ្វើស្បាយខ្លះហើយមើលទៅគ្រាន់បានដែរមុខស្លំប្រងណាហ្នឹង bạn mấy thế ខ្ញុំអស់អីហើយឬអាសរកាត់ឡើងចំពោះខ្ញុំមិនមែនជាបញ្ហាខ្ញុំទៅគេទេខ្ញុំគិតថាធ្វើជាមនុស្សគួរតែគប្បីនឹងសតិសម្បញ្ញៈខ្លួនឯងទៅវាមានសេចក្តីសុខអ្នកដទៃមានសិទ្ធិមើលមកយើងបានគ្រប់រូបភាពតែសំខាន់ណាស់លើខ្លួនយើងឯងអំពើល្អមិនសាបសូន្យនេះការពិតនៅតែការពិតគ្រាន់តែវាមិនទាន់បានឆ្លុះបញ្ចាំងតែប៉ុណ្ណោះស្រ
lạnh thắng